សួស្តីប្រិយមិត្ត Vertex សូមស្វាគមន៍មកកាន់វគ្គទី28នៃ Crypto 101ថ្ងៃនេះយើងនឹងនិយាយអំពី Bitcoin Halving ថាតើវាជាអ្វីហេតុអ្វីវាកើតឡើងនិងមានន័យយ៉ាងណាសម្រាប់ Crypto តោះចាប់ផ្ដើម Bitcoin Halving គឺជាព្រឹត្តិការណ៍មួយដែលកើតឡើងរៀងរាល់4ឆ្នាំម្ដងដែលរង្វាន់សម្រាប់អ្នកជីក Bitcoin miner ត្រូវបានកាត់បន្ថយពាក់កណ្ដាលឧទាហរណ៍ក្នុងឆ្នាំ2024វាបានធ្លាក់ចុះពី 6.25 Bitcoin មក 3.125 Bitcoin ក្នុងមួយប្លុកBitcoin Halving កើតឡើងដោយសារកូដរបស់ Bitcoin ត្រូវបានរចនាដោយ Satoshi Nakamoto ដើម្បីគ្រប់គ្រងការផ្គត់ផ្គង់និងធ្វើឲ្យវាកម្រដូចមាសដោយសារតែមានតែ21លានកាក់សរុបការកាត់បន្ថយរង្វាន់នេះធ្វើឲ្យការបង្កើត Bitcoin ថ្មីយឺតទៅនៅក្នុង Crypto Halving ជារឿយៗនាំឲ្យតម្លៃ Bitcoin ឡើងព្រោះវាកាន់តែកម្រដូចជានៅឆ្នាំ2020ដែលបានជំរុញ Bull Market ប៉ុន្តែវាក៏អាចបង្កភាពប្រែប្រួលខ្លាំងដែរដូច្នេះត្រូវតាមដានបន្តទៀតនោះហើយជា Bitcoin Halvingតើអ្នកទាំងអស់គ្នាគិតយ៉ាងម៉េចសូមប្រាប់យើងនៅក្នុងមតិយោបល់ហើយកុំភ្លេចតាមដានវគ្គបន្ទាប់សូមអរគុណជួបគ្នានៅវីដេអូក្រោយ